ដោយពីព្រះពិធីចែកចៅបានបញ្ចប់ក៏មានការចែករំលែកនៅរូបភាពនៃព្រះពិធីពេញបណ្ដាញសង្គមព្រមព្រៀងពិសេសការផ្ញើសារនិងបញ្ចេញមតិថ្វាយព្រះពរយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដូចជាការសរសើរគូដណ្ដឹងទាំងពីរសមជាគូព្រេងនឹងគ្នានោះនៅរសៀលថ្ងៃទី3ខែសីហាឆ្នាំ2025នៅលើ Facebook ផ្ទាល់របស់ព្រះអង្គម្ចាស់ក្សត្រីនរោត្តម ពង្សសូរិយាបានបង្ហោះភ្ជាប់ជាមួយឆាយាល័ក្ខណ៍ជាច្រើនសន្ធឹកដែលមានខ្លឹមសារថាខ្ញុំម្ចាស់នាងខ្ញុំមានសេចក្តីរំភើបរីករាយឥតឧបមាដោយបានទទួលនៅសារជូនពរដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ព្រះអង្គម្ចាស់ក្សត្រីព្រះញាតិវង្សឯកឧត្តមលោកជំទាវលោកស្រីមហាជនចិត្តឆ្ងាយបានអបអរសាទរក្នុងព្រះពិធីចែកចៅរបស់ខ្ញុំម្ចាស់នាងខ្ញុំកាលពីថ្ងៃទី1ខែឧសភាឆ្នាំ2025កន្លងទៅខ្ញុំម្ចាស់នាងខ្ញុំក៏សូមក្រាបអរព្រះគុណសម្ដេចប៉ាប៉ាលោកប៉ាអ្នកម៉ាក់ទាំងសងខាងជាអ្នកមានគុណបំផុតក្នុងជីវិតកូនដែលបានយាងនិងអញ្ជើញចូលរួមជាមេបាជាធិបតីក្នុងពិធីដ៏មនោរម្យមួយនេះហើយក៏មិនភ្លេចអរព្រះគុណសម្ដេចមីងម្ចាស់បងត្រាម្ចាស់បងត្រីព្រះនាងក្មួយអ្នកមនាងបងព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ដែលបានយាងនិងអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីនេះសូមបញ្ជាក់ផងដែរថាព្រះអង្គម្ចាស់ក្សត្រីនរោត្តម ពង្សសូរិយាគឺជាបុត្រីទី12របស់សម្ដេចក្រមព្រះនរោត្តមចក្រពង្សឧត្តមប្រឹក្សាព្រះមហាក្សត្រជាមួយនឹងអ្នកមនាងម៉ែនកែវមនីរ៉ែនព្រះអង្គម្ចាស់ក្សត្រីប្រសូតនៅឆ្នាំ1997នារាជធានីភ្នំពេញហើយព្រះអង្គបានទទួលគោរមងារជាទីព្រះអង្គម្ចាស់ក្សត្រីតាមព្រះរាជក្រឹត្យឡាយព្រះហស្ថលេខានៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2014ព្រះអង្គម្ចាស់ក្សត្រីបានទទួលសញ្ញាបត្រអនុបណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិនជាសិស្សពូកែប្រចាំសាលានិងទទួលបានពិន្ទុខ្ពស់ល្អប្រសើរព្រះអង្គម្ចាស់ក្សត្រីអាចប្រើប្រាស់ភាសាបរទេសចំនួន4ប្រទេសយ៉ាងស្ទាត់ជំនាញគឺភាសាបារាំងភាសាអង់គ្លេសភាសាចិននិងភាសាថៃសពថ្ងៃព្រះអង្គម្ចាស់ក្សត្រីមានតួនាទីជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ
បងស្នេហ៍អូនស្នេហ៍